របៀបឆែកលុយ smart ដែលយើងបានបញ្ចូលលុយរួចបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចុចតាមខ្ញុំមកផ្កាយ1201បន្ទាប់មកចុចទងជ្រូកបងប្អូនយើងចុចបញ្ជូនមកអាហ្នឹងយើងបញ្ចូលកាតហើយយើងចូលទៅមើលលុយថាបានមានលុយចំនួនប្រមាណអញ្ចឹងទៅបងប្អូនណាអានេះលុយនេះទឹកលុយនេះគឺយើងអត់ទាន់បានដូរទេណាបាទយើងចូលមកមើលនេះអញ្ចឹងបានថាបើមានលុយគឺឃើញចំនួនទឹកលុយ$1ឃើញ$1 $2ឃើញ$2អញ្ចឹងទៅបងប្អូនណា$1កន្លះឃើញ$1កន្លះអញ្ចឹងទៅបងប្អូនណាបាទអាហ្នឹងសម្រាប់បងប្អូនយើងចូលមកមើលទឹកលុយបាទបងប្អូនណាហ្នឹងហើយហើយវីដេអូដូរអីគឺមានអស់ហើយនៅក្នុង page បងប្អូនណាបងប្អូនអាច scroll ទៅក្រោមមើលបានហ្នឹងហើយអញ្ចឹងសម្រាប់ smart គឺគេចុចលេខកូដបែបហ្នឹងអញ្ចឹង mid phone គេចុចលេខកូដមិនបងប្អូន mid phone បងប្អូនចុចផ្កាយ1201ធុងជ្រូកបញ្ជូនដូចគ្នាណាបងប្អូនសម្រាប់បងប្អូនប្រើ mid phone ណាបាទបងប្អូនដែលប្រើ mid phone គឺបងប្អូនចុចផ្កាយ1201ធុងជ្រូកបាទបញ្ជូនមកចាំបងប្អូនឃើញទឹកលុយដែលយើងបានបញ្ចូលមានចំនួនប្រមាណអញ្ចឹងទៅបងប្អូនណាហ្នឹងហើយបាទហើយចុះសម្រាប់សេខាតបងប្អូនសេខាតក៏យើងចុចផ្កាយ1201ធុងជ្រូកបញ្ជូនដូចគ្នាបងប្អូនណាសម្រាប់សេខាតណាបាទអញ្ចឹងសម្រាប់បងប្អូនណាដែលប្រើសេខាតគឺបងប្អូនអាចចុចលេខកូដបែបហ្នឹងដូចគ្នាណាមិនថា smart ក៏លេខកូដហ្នឹងមិនថា mid phone ក៏លេខកូដហ្នឹងមិនថា សេខាតក៏លេខកូដហ្នឹងបងប្អូនណាអាហ្នឹងឆែកមើលលុយដែលយើងបានបញ្ចូលណាដូចថាបងប្អូនទិញកាតគេ$1កន្លះអញ្ចឹងទិញឲ្យបញ្ចូលហើយបងប្អូនឆែកមើលចង់ដឹងថាលុយមានចំនួនប្រមាណឲ្យពិតប្រាកដបងប្អូនចុចលេខកូដបែបហ្នឹងទៅឃើញហើយអញ្ចឹងណាបាទហ្នឹងហើយមួយទៀតបងប្អូនយើងចូលទៅឆែកមើលលុយ smart ដែរប៉ុន្តែយើងបានដូររួចហើយបងប្អូនណាយើងបានដូរលុយ smart រួចហើយអញ្ចឹងគេឆែកមិនបាទបងប្អូនចុចផ្កាយ17 10កុដផ្កាយ888ចុចធុងជ្រូកបញ្ជូនណាបងប្អូនណាបាទនេះបងប្អូនមើលតាមនឹងហើយបងប្អូនវាយតាមនឹងមកហើយចុចបញ្ជូនមកអាហ្នឹងសម្រាប់យើងធ្វើការចូលទៅឆែកមើលទឹកលុយដែលយើងបានដូររួចបាទដូរប្រព័ន្ធរួចបងប្អូនណាហ្នឹងហើយដូចថា$1គេដូរបានប៉ុន្មាន$1កន្លះគេដូរបានប៉ុន្មានអាហ្នឹងគេចុចមើលអញ្ចឹងបងប្អូនណាហើយយើងចុចបញ្ជូនមកបាទនេះបងប្អូនទាំងអស់គ្នានេះបាទអ្នកនឹងទទួលបានការបញ្ជាក់នៅក្នុងពេលបន្តិចទៀតនេះសូមអរគុណនេះបងប្អូនមកនេះចុចលើនឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នានៅខាងក្រោមបងប្អូនscrollទៅខាងក្រោមទៅឃើញហើយបាទអញ្ចឹងបងប្អូនមើលពេលវេលានេះម៉ោង 9:44 អានេះម៉ោង 9:43 បាទត្រូវគ្នាណាបាទអញ្ចឹងបងប្អូនអ្នកមើលអ្នកបានភ្ជាប់គម្រោង smart ល្អ data $1កន្លះខ្ញុំបញ្ចូល$1កន្លះណាអ្នកនៅសល់ទិន្នន័យអ៊ីនធឺណិតចំនួន3564 MB ការទេចេញអីចឹងទៅបងប្អូនណាបាទហ្នឹងហើយនាទីមាន100សារអញ្ចឹងទៅបាននៅច្រើនដែរបងប្អូនណាហ្នឹងហើយអញ្ចឹងចូលមកឆែកទឹកលុយដែលយើងបានបដូរហើយណាបាទគឺចូលមកឆែកបែបហ្នឹងបងប្អូនណាបាទថានៅសល់ប្រមាណអីប្រមាណអញ្ចឹងទៅណាបាទហើយចុះបើសិនបងប្អូនយើងចង់ឆែកទឹកលុយmid phone ដែលយើងបានបដូរហើយតើគេឆែកបែបម៉េចបងប្អូនណាបាទហ្នឹងហើយបងប្អូនគឺយើងចុចផ្កាយ1201ធុងជ្រូកហើយយើងបញ្ជូនមកបងប្អូនណាបាទអាហ្នឹងការឆែកទឹកលុយបងប្អូនណាបាទហ្នឹងហើយចាំមើលយើងមានទឹកលុយអត់បងប្អូនណាបាទនេះបើមានគេដាក់ថាមានបងប្អូនណាបាទអត់គឺគេដាក់ថាអត់ចឹងទៅបងប្អូនណាបាទដល់ថ្ងៃទី27 ខែ 5 ឆ្នាំ 2025 នេះបងប្អូនណាបាទហ្នឹងហើយគេប្រាប់យើងថាបើសិនតែយើងចុចផ្កាយ1535ផ្កាយ15ធុងជ្រូកអាហ្នឹងយើងបាន 15G បងប្អូនណាបាទហើយសម្រាប់នាទីវិញគឺបាន100នាទីហើយសារបាន100សារបងប្អូនណាអាហ្នឹងបើសិនតែអ្នកដែលបញ្ចូល$1កន្លះបាទចុចតាមអ្នកលេខកូដនេះបាទផ្កាយ1535ផ្កាយ15ធុងជ្រូកបញ្ជូនបាទអាហ្នឹង$1កន្លះបាទបានប៉ុណ្ណឹងហើយយើងចុចអូខេមកបាទយើងចូលទៅមើលសុពលភាពបងប្អូនដែលទឹកប្រាក់ដែលយើងបានបញ្ចូលហ្នឹងណាដែលយើងបានដូរហើយអីហ្នឹងគឺបងប្អូនមានចំនួនប្រមាណបងប្អូនចុចមើលបងប្អូនអូតូខលមកអស់ណាបាទគេផ្ញើសារមកគឺនៅខាងក្រោមបងប្អូនហ្នឹងហើយម៉ោង 9:57 ចុះបងប្អូនមើលនេះម៉ោង 9:56 នេះបាទហ្នឹងហើយចុះបងប្អូននេះគេដាក់ថាគណនីគោល$0សុពលភាពគឺនៅថ្ងៃទី27 ខែ 5 ឆ្នាំ 2025គណនីគោលរបស់អ្នកនឹងមិនត្រូវបានកាត់ទឹកប្រាក់ទេនៅពេលដែលអ្នកបានប្រើប្រាស់អ៊ីនធឺណិត
ថែមទិន្នន័យអញ្ចឹងការលេងអ៊ីនធឺណិតរបស់យើងគឺនៅសល់ច្រើនដែរបងប្អូនអ្នកបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងបាទការឆែកមើលទឹកលុយ Midphone គឺគេឆែកមើលបែបហ្នឹងបងប្អូនណាបាទហ្នឹងហើយ